សូមជូនរឿងប៉ូលីសកំសាយកម្ចាត់គ្រឿងញៀនមានចចក4ក្បាលស្ថិតនៅក្នុងការតាមដានរបស់ប៉ូលីសសង្ហាទន្សាយនិងក្រុមរបស់គាត់ប៉ូលីសសង្ស័យថាចចកទាំងនេះលួចយកគ្រឿងញៀនចូលតាមច្រកប្រទេសថៃមកប្រទេសកម្ពុជាយើងការងាររបស់លោកប៉ូលីសមានការមមាញឹកណាស់មានអំពើខុសច្បាប់ជាច្រើនត្រូវបានពួកគាត់កម្ចាត់ក្នុងចំណោមនោះមានការងារមួយទាក់ទងនឹងការតាមដានចចកទាំង4មេប៉ូលីសរូបសង្ហាទន្សាយបានដឹកនាំកូនចៅមួយក្រុមដើម្បីស្រាវជ្រាវរកភស្តុតាងកម្ចាត់ក្រុមចចកទាំងនោះមានល្បិចច្រើនណាស់នៅក្នុងការគេចវេះពីប៉ូលីសលោកប៉ូលីសមិនទាន់បានដឹងពីសម្បុកពិតប្រាកដរបស់ចចកទេហើយក៏មិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ចចកនោះដែរគាត់គ្រាន់តែឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រឿងញៀនការជួញដូរនិងការប្រើប្រាស់គ្រឿងញៀនគឺជាអំពើខុសច្បាប់ថ្ងៃមួយនៅពេលប៉ូលីសទន្សាយកំពុងជិះម៉ូតូទៅទស្សនការគាត់បានឃើញឡានទំនើបមួយបើកយ៉ាងលឿនប៉ូលីសភ្នែកវៃណាស់គ្រាន់តែក្រឡេកមួយផ្លែតក៏ដឹងថាជាក្រុមចចកប៉ូលីសគិតថាតើវាមានរឿងអីបានជាបើកឡានលឿនយ៉ាងនេះត្រូវតែតាមដានវាសិនមិនបងអង្គយូរលោកប៉ូលីសទន្សាយបើកម៉ូតូធំរបស់គាត់តាមឡានទំនើបនោះក្នុងស្មារតីយ៉ាងប្រុងប្រយ័ត្នមិនឲ្យចចកឃើញឡើយចចកបានបើកឡានចូលទៅក្នុងផ្ទះវីឡាមួយដែលមានរបងបិទជិតគួរឲ្យសង្ស័យដោយទ្វាររបងបិទជិតមិនអាចចូលបានលោកប៉ូលីសឃើញដើមស្វាយធំមួយក៏ប្រវេប្រវាឡើងដោយយកចិត្តទុកដាក់ពេលគាត់ឡើងទៅដល់លើចុងស្វាយក៏ឮសំឡេងជជែកគ្នានៅក្នុងបន្ទប់មួយគាត់បានយកកែវយិតមកឆ្លោះមើលចុះឡើងលោកប៉ូលីសឃើញចចកនិងសត្វទៀតជាច្រើនក្បាលខ្លះបឺតខ្លះផ្លុំថង់ម្យ៉ាងខ្លះទៀតចាក់ថ្នាំខ្លះទៀតលេបថ្នាំជក់ថ្នាំនិងខ្លះទៀតលើកដៃឡើងលើរវើរវាយដូចជាចម្លែកណាស់លោកប៉ូលីសដឹងយ៉ាងច្បាស់ថានេះជាសម្បុកពិតប្រាកដរបស់ចចកហើយគាត់ក៏ផ្ដល់ដំណឹងនេះទៅក្រុមរបស់គាត់ជាបន្ទាន់មេប៉ូលីសមួយក្រុមខ្លះជិះម៉ូតូខ្លះជិះឡានបានមកដល់កន្លែងសង្ស័យនោះមួយរំពេចប៉ូលីសដំរីកាន់មីក្រូមួយស្រែកឡើងថាអ្នកនៅខាងក្នុងចាំស្ដាប់ពេលនេះយើងបានពាត់ចិត្តអស់ហើយសូមចេញមកប្រគល់ខ្លួននិងសារភាពតាមសម្រួលភ្លាមអ្នកនៅខាងក្នុងឮដូចនេះភ័យណាស់ក៏រត់ផ្លោះរបងខ្លះទៀតរត់ពួនតែត្រូវប៉ូលីសចាប់បានទាំងអស់ដោយឡែកមេខ្លោងចចកទាំង4នោះបានរត់ចូលឡានទំនើបរបស់ខ្លួនហើយបើកកិច្ចយ៉ាងលឿនតាមច្រកទ្វារខាងក្រោយហើយផ្សែងត្រឡូងប៉ូលីសទន្សាយសង្ហាមិនបងអង្គយូរឡើយគាត់ហក់ឡើងជិះម៉ូតូបើកយ៉ាងលឿនតាមក្រុមចចកប៉ូលីសទន្សាយធ្វើការងារនេះជាយូរឆ្នាំណាស់មកហើយដូចនេះគាត់ក៏បើកម៉ូតូមានការស្ទាត់ជំនាញណាស់ឡានរបស់ចចកមិនលឿនដូចម៉ូតូរបស់លោកប៉ូលីសនោះទេពេលឡានចចកទៅដល់ផ្លូវលំមួយប៉ូលីសទន្សាយក៏បើកផ្លូវកាត់មុខហើយស្ទាក់ឡានរបស់ក្រុមចចកនោះដោយមិនឲ្យរួចឡើយប៉ូលីសហូតកំភ្លើងដែលសៀតនៅចង្កេះមកភ្ជង់ទៅចចកទាំង4ហើយនិយាយថាម្ដងនេះពួកឯងរត់តាណាមិនរួចទេឆាប់ប្រគល់ខ្លួនទទួលទោសភ្លាមពួកឯងមានទោសពីបទប្រើប្រាស់និងជួញដូរគ្រឿងញៀនមិនយូរប៉ុន្មានប៉ូលីសផ្សេងទៀតក៏មកដល់ហើយក៏បានដកខ្នោះចចកទាំង4នោះយកទៅស្នងការប៉ូលីសដើម្បីកាត់ទោសតាមផ្លូវច្បាប់